បាទល្អមែនតើសម្រាប់ការលើកឡើងរបស់បងអូនតាក់ទងជាមួយនឹងនិយមន័យពុទ្ធិបាទឬក៏ពុទ្ធិវិជាទិសអីពុទ្ធិឬក៏ពុទ្ធិវិជាបាទអញ្ចឹងបងចង់សួរបន្តទៅទៀតបាទតាក់ទងជាមួយនឹងឧបសគ្គក្នុងការទទួលបានពុទ្ធិបាទអញ្ចឹងតើឧបសគ្គដែលវារារាំងក្នុងការទទួលបានពុទ្ធិហ្នឹងតើវាមានអ្វីខ្លះដែលវាជាឧបសគ្គបាទបាទអញ្ចឹងខ្ញុំសូមឆ្លើយនឹងសំណួររបស់បងថងតើតើមួយឧបសគ្គក្នុងការរារាំងយើងក្នុងការសម្រេចបានពុទ្ធិអញ្ចឹងវាមានចំណុចមួយចំនួនដូចជាទី1បូរេនិឆ័យហ្នឹងមានន័យថាគឺជាទស្សនៈមិនសមស្របឬក៏ជាទស្សនៈមួយដែលវាកើតឡើងមុននឹងពុទ្ធិពេញលេញឬក៏ចំណេះដឹងបែបវិទ្យាសាស្ត្របែបទស្សនវិជ្ជាអីគឺបូរេនិឆ័យហ្នឹងគឺវាបដិសេធចោលបូរេនិឆ័យពាក្យច្រើនគឺជឿទៅតាមអារម្មណ៍ខ្លួនឯងបើសិនជាបូរេនិឆ័យហ្នឹងគឺមនុស្សណាដែលគិតថាចម្លើយរបស់គាត់ត្រឹមត្រូវហើយគឺចម្លើយរបស់គេគឺគាត់បដិសេធទាំងស្រុងហើយគាត់ជឿទៅលើចម្លើយគាត់អញ្ចឹងអាហ្នឹងក៏អាចធ្វើឲ្យមនុស្សខ្លួនយើងហ្នឹងវារារាំងការសម្រេចបានពុទ្ធិដោយសារគាត់អត់បានឯកភាពមួយគេឬយកចម្លើយពិតរបស់គេមកភ្ជាប់មួយរបស់ខ្លួនឯងទេគឺគាត់ភាគច្រើនគឺគាត់តាមអារម្មណ៍របស់គាត់អញ្ចឹងអាហ្នឹងជាឧបសគ្គមួយដែរហើយមួយទៀតតាក់ទងជាមួយនឹងការទទួលរងឥទ្ធិពលពីអ្នកឃោសនាអញ្ចឹងយើងទទួលរងពីការឃោសនារបស់អ្នកដទៃមកលើយើងហ្នឹងអាហ្នឹងក៏ជាឧបសគ្គក្នុងការយើងបានសម្រេចពុទ្ធិមួយដែរភាគច្រើនការទទួលរងឥទ្ធិពលអ្នកឃោសនាបានប្រើមធ្យោបាយផ្សេងក៏ដូចជាការនិយាយច្រំដែរឬមធ្យោបាយឃោសនាតាមវិទ្យុទូរទស្សន៍ទូរស័ព្ទអីផ្សេងយើងស្ដាប់មើលទៅដូចជានិយាយទំនងយើងជឿតាមគេតែក៏ពិតបើយើងអត់បានពិចារណាទេយើងជឿតាមគេអាហ្នឹងគឺឧបសគ្គក្នុងការរារាំងយើងក្នុងការសម្រេចបានពុទ្ធិមួយអញ្ចឹងការឃោសនានេះដែរបើសិនជាយើងជឿតែងងឹតងល់ក៏វាជាឧបសគ្គមួយដែរហើយមួយទៀតតើតើមួយការប្រើអ្នកឯកទេសដោយងងឹតងល់យើងដឹងថាអ្នកឯកទេសគឺគាត់ច្បាស់ជាមួយអីមួយប៉ុន្តែពេលខ្លះក៏គាត់បើយើងប្រើតែគាត់អ្នកឯកទេសនឹងពេកក៏វាជាឧបសគ្គក្នុងការឲ្យយើងនឹងស្រាវជ្រាវខ្លួនឯងដែរពេលចឹងយើងពឹងតែអ្នកឯកទេសសតអ្នកឯកទេសថាម៉េចគឺយើងតាមគាត់ដែរយើងខ្វះការស្រាវជ្រាវខ្វះការពិចារណាខ្វះការសិក្សាបន្ថែមយើងជឿទៅលើគាត់ធ្វើឲ្យយើងនឹងអត់បានសិក្សាទេអត់បានទទួលបានពុទ្ធិទេហ្នឹងក៏វាជាការរារាំងមួយដែរហើយមួយទៀតតាក់ទងមួយនឹងកម្លាំងជំរុញឬទម្លាប់បើន័យថាយើងជឿទៅភាគច្រើនមនុស្សយើងភាគច្រើនគាត់ទូទុនទៅតាមការជឿឥទ្ធិពលពីមជ្ឈដ្ឋានខាងក្រៅបំប៉ះខ្លួនគាត់អញ្ចឹងបានន័យថាដល់ពេលគាត់អត់បានពិចារណាកាលណាកម្លាំងជំរុញឬទម្លាប់របស់យើងធ្វើអីមួយគេជំរុញមកមិនយើងជឿតាមគេយើងអត់បានពិចារណាវាជាឧបសគ្គក្នុងការរារាំងការសម្រេចបានពុទ្ធិយើងមួយដែរហើយចុងក្រោយកំហុសឆ្គងក្នុងការពិចារណាអញ្ចឹងកំហុសឆ្គងក្នុងការពិចារណាហ្នឹងតាក់ទងមនុស្សយើងផ្ទាល់កាលណាគេនិយាយអីមួយអញ្ចឹងទៅយើងអត់បានពិចារណាថាវាត្រឹមត្រូវវាសមស្របវាមានហេតុផលឬផលតាំងឲ្យច្បាស់យើងជឿទាំងងងឹតងល់អាហ្នឹងក៏ជាឧបសគ្គក្នុងការរារាំងការសម្រេចបានពុទ្ធិរបស់យើងដែរអញ្ចឹងនេះជាកត្តាមួយចំនួនក្នុងការរារាំងក្នុងការសម្រេចបានពុទ្ធិរបស់យើងបាទបង